បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំចេញវីដេអូពាក់ព័ន្ធទៅនឹងរឿងពុនចឹងហើយមានពេកមួយចំនួនមិនមួយចំនួនតូចទេណាមួយចំនួនធំគឺគេផុសពាក់ព័ន្ធទៅរឿងពុនដែលសហរដ្ឋអាមេរិកហ្នឹងដាក់ចូលនៅបណ្ដាប្រទេសនានាហើយសម្រាប់អ្នកវិភាគមួយចំនួនបានទាញរឿងនឹងភ្ជាប់ទៅនយោបាយផងទាញរឿងនឹងភ្ជាប់ទៅបញ្ហានេះបញ្ហានោះនៅក្នុងសង្គមផងបាទហើយរឿងនេះវាមិនជាចម្លែកអីទេបើសិនជាយើងមើលតាមជ្រុងយើងមើលទទួលរលេខយើងគិតថាវាច្រើនសម្រាប់កម្ពុជាយើងគឺវាច្រើនសម្រាប់កម្ពុជាយើងមែនតើ 46% បើធៀបទៅបណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍គឺយើងច្រើនមែនតើនៅការដាក់ពន្ធពីសហរដ្ឋអាមេរិកហ្នឹងតែបើយើងអាហ្នឹងយើងក្លែងមើលតែមួយជ្រុងទេហើយបើយើងគិតវិភាគឲ្យមែនតើទៅបានយើងយល់ថាសម្រាប់ខ្ញុំយល់តែចឹងហ្មងខ្ញុំយល់ថាអាមេរិកដាក់នេះគឺយកតម្លៃ 50% នៃតម្លៃផលិតផលនាំចូលនៃបណ្ដាប្រទេសមួយរបស់សហរដ្ឋអាមេរិកឧទាហរណ៍ថាឥឡូវកម្ពុជាយើងនាំផលិតផលពីអាមេរិកចូលមកនៅក្នុងប្រទេសកម្ពុជាយើងគឺយើងគិតពន្ធ 97% ដល់ពេលអាមេរិកដាក់ពន្ធមកលើយើងវិញ 49% នៃ 97% វាស្មើនឹងប្រមាណស្មើនឹង 50.51% បាទអញ្ចឹងគឺវាពាក់កណ្ដាលនៃផលិតផលដែលនៃពន្ធដែលនាំចូលមកកម្ពុជាអញ្ចឹងគឺអាមេរិកដាក់ចឹងទាំងអស់មិនថាប្រទេសណាទេវៀតណាមក៏ដោយថៃក៏ដោយឡាវក៏ដោយម៉ាឡេស៊ីក៏ដោយសិង្ហបុរីតៃវ៉ាន់សិង្ហបុរីជាស្រេចហើយសិង្ហបុរីហើយមីយ៉ាន់ម៉ាឥណ្ឌាគឺ 50% ទាំងអស់ហើយនៅក្នុងប្រទេសដែលថ្លៃជាងគេនឹងប្រទេសណានេះគឺវៀតណាមគឺរហូតដល់ 51.11% ពន្ធដែលនាំយកផលិតផលរបស់អាមេរិកនាំចូលទៅវៀតណាមគិត 90% យើងធៀបជាមួយកម្ពុជាយើងគិត 97 ហើយបើវៀតណាមគិតពន្ធនាំផលិតផលចូលពីអាមេរិកមកគឺ90% វាស្មើនឹងប្រមាណឥឡូវវៀតណាមអាមេរិកដាក់ទៅវិញ 46% បើយើងគិតពីភាគរយនៃការនាំចេញនាំចូលនាំចេញទៅអាមេរិកវិញគឺអាមេរិកយក 51.11% គឺច្រើនជាងកម្ពុជាយើងទៅទៀតអញ្ចឹងហើយសូមបងប្អូនគិតឲ្យមែនតើកុំឃើញតែតួលេខហើយនិយាយហើយវិភាគគិតថាអូហើយកម្ពុជាយើងថៃបានគេដាក់ច្រើនជាងគេនៅក្នុងតំបន់ហើយប្រទេសផ្សេងក៏តិចដែរលើកឡើងថាកម្ពុជាច្រើនជាងគេកម្ពុជាយើងតិចជាងគេដោយសារអីយើងយកពន្ធពីគេវាថ្លៃអញ្ចឹងគេក៏គិតទៅតាមភាគរយនៃការពន្ធនាំចូលទៅគេវិញដែរហើយយើងគិតយ៉ាងម៉េចបើពិភពលោកវាទៅជាយ៉ាងហ្នឹងហើយបើដូណាល់ត្រាំគាត់ដឹកនាំពិភពលោកឲ្យវាអញ្ចឹងហើយយើងធ្វើយ៉ាងម៉េចយើងនិយាយអីចឹងហើយដូចជាលោកបណ្ឌិតផងបណ្ឌិតសេដ្ឋកិច្ចមួយហើយគាត់អតីតជាអ្នកនយោបាយនៅក្នុងស្រុកខ្មែរម្នាក់ដែរគាត់ផុសជាចម្ងល់ខ្ញុំមិនដឹងថាគាត់មានគូក្បាលជាបណ្ឌិតសេដ្ឋកិច្ចឬគាត់យ៉ាងម៉េចទេគាត់អត់ចេះគិតឬយ៉ាងម៉េចទេគាត់ថាហេតុអីសួរថាហេតុអីបានជាអាមេរិកដាក់ពន្ធមកលើស្រុកខ្មែរច្រើនជាងគេនិយាយទៅគាត់អត់យល់ហ្មងហើយរៀនដល់បណ្ឌិតសេដ្ឋកិច្ចហើយខ្ញុំនិយាយឲ្យត្រង់ខ្ញុំមានរៀនបានអីទេខ្ញុំរៀនបានតិចតួចទេតែគាត់ថាអានឹងការយល់របស់ខ្ញុំរាល់ការដាក់ពន្ធទាំងអស់គឺអាមេរិកយក 50% នៃពន្ធដែលនាំចូលផលិតផលពីអាមេរិកបាទអញ្ចឹងហើយយើងកុំទៅស្មុកអីច្រើនហើយមានហើយអ្នកនៅក្រៅប្រទេសមួយចំនួនហ្នឹងគឺគាត់បាយបហាមកថាអូពន្ធកម្ពុជាឡើងថ្លៃណាស់តិចទៀតគេដកឲ្យគេដកឲ្យសេដ្ឋកិច្ចចេញពីកម្ពុជាឲ្យកម្ពុជាបបាក់ឲ្យរស់តែអ្នកដែលមានលុយអុកញ៉ាអីបានគេរស់ស្រួលគេអាចរស់បានហើយសម្រាប់យើងកម្មករសម្រាប់យើងកសិករសម្រាប់យើងប្រជាពលរដ្ឋសាមញ្ញរស់បានទេតិចទៀតវេទនាហើយបងប្អូនមិនបាច់ភ័យទេកុំជឿកុំលឺតែគេនិយាយហើយយើងភ័យស្លន់ស្លោថាអានឹងទៅចឹងមែនហើយចឹងវាមិនអញ្ចឹងទេយើងគិតឲ្យមែនតើអ្នកដែលវិនិយោគទុនគេគិតវែងឆ្ងាយណាស់គេមានអ្នកវិភាគអ្នកគុណគូឲ្យគេច្បាស់លាស់ណាស់ចឹងហើយបើសិនជាគេលើកពីកម្ពុជាគេបិទរោងចក្រពីកម្ពុជាតើគេទៅបើកណាគឺចេះវិញទៅបើកនៅថៃទៅបើកនៅវៀតណាមទៅបើកនៅឡាវបងប្អូនចូលទៅមើលទាំងអស់គ្នាថាតើប្រទេសដែលគេនិយាយថាអូរត់ទៅបើកនៅក្នុងថាតពុនរបស់គេប្រហែលដូចវៀតណាម 51.11% ថៃគិត 50.51% ស្មើកម្ពុជាឡាវ 50.51% ស្មើកម្ពុជាដូចគ្នាអញ្ចឹងហើយរាល់តំណែងដែលនាំចូលអាមេរិកគឺគិតពន្ធ 50% ទាំងអស់បងប្អូនកុំបាច់ខ្លាចថាតើអ្នកវិនិយោគដកទៅនេះទៅនោះទៅណាក៏ជាប់ពន្ធដែរ
ដោយសារតែលោកដូណាល់ត្រាំគាត់បានតម្លើងពន្ធ 50% នៃផលិតផលដែលគាត់នាំចេញទាំងអស់នៅលើពិភពលោកមានតែវៀតណាមទេដែលថ្លៃជាងគេពន្ធរលដាក់មកនឹងបើយើងគិតមែនតើទៅគឺវៀតណាមថ្លៃជាងគេវៀតណាមរហូតដល់ 51.11% ក្រៅពីនឹងសិតតែ 50% គុត 50.51% ទីច្រើន 50.51% ទាំងអស់ហើយបងប្អូនបើមិនជឿទៅមើលទៅហើយអានឹងគ្រាន់តែការគិតរបស់ខ្ញុំទេខ្ញុំមិនបានទៅវិភាគអីឲ្យស៊ីជម្រៅអីទេអានេះគ្រាន់តែការគិតហើយនៃការមើលឃើញរបស់ខ្ញុំរវាងការនាំចេញនិងនាំចូលផលិតផលពីអាមេរិកហើយនឹងទៅសហរដ្ឋអាមេរិកវិញទេអញ្ចឹងហើយមិនថាប្រទេសណាទេឥឡូវយើងនិយាយមើលសូម្បីតែកោះទៅទេអត់មានមនុស្សនៅផងក៏ដូណាល់ត្រាំដាក់ពន្ធទៅដែរដាក់ទៅហើយដូចជា 50% ដែរនាំចូលហើយផលិតផលបើពីកោះមួយនឹងយកមកសហរដ្ឋអាមេរិកគឺពន្ធ 50% អញ្ចឹងហើយសូមបងប្អូនជ្រាបកុំសូវជឿអ្នកដែលនៅក្រៅប្រទេសច្រើនពេកបាទវីដេអូមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា